មនុស្សជាច្រើនចំណាយពេលពេញមួយជីវិតដើម្បីស្វែងរកសុភមង្គលពីពិភពខាងក្រៅយើងស្វែងរកពីទ្រព្យសម្បត្តិពីកិត្តិយសនិងពីការទទួលស្គាល់របស់អ្នកដទៃយើងប្រៀបដូចជាអ្នកដែលដើររកផ្កាដែលស្អាតបំផុតនៅក្នុងព្រៃដ៏ធំធេងប៉ុន្តែជួនកាលយើងភ្លេចថាផ្កាដែលស្រស់ស្អាតនិងរឹងមាំបំផុតមិនមែនស្ថិតនៅឆ្ងាយនោះទេវាកំពុងរងចាំការថែទាំនៅកណ្ដាលដួងចិត្តរបស់យើងម្នាក់ៗបើចិត្តយើងមិនទាន់មានសន្តិភាពទោះបីជាយើងមានពិភពលោកទាំងមូលក៏យើងនៅតែមានអារម្មណ៍ថាខ្វះខាតដែរផ្កាស្លាមិនមែនគ្រាន់តែជាឈ្មោះឬជាផ្កាសម្រាប់ពិធីមង្គលការនោះទេប៉ុន្តែវាជានិមិត្តរូបនៃភាពបរិសុទ្ធភាពរឹងមាំនិងការចម្រើនវ័យផ្កាស្លារិចចេញពីខាងក្នុងវារឹងមាំនិងមានតម្លៃក្នុងវប្បធម៌របស់យើងជីវិតរបស់អ្នកក៏ដូចនោះដែរសុភមង្គលពិតប្រាកដគឺចាប់ផ្ដើមពីការចេះស្រឡាញ់ខ្លួនឯងការផ្ដល់តម្លៃឲ្យខ្លួនឯងនិងការរក្សាដួងចិត្តឲ្យមានភាពស្ងប់ស្ងាត់ទោះបីជាពិភពលោកខាងក្រៅមានភាពចលាចលយ៉ាងណាក៏ដោយនៅពេលដែលអ្នករៀនលើកលែងទោសឲ្យខ្លួនឯងនិងរៀនរស់ដោយក្តីមេត្តានោះមានន័យថាអ្នកកំពុងបណ្ដុះផ្កាស្លានៅក្នុងដួងចិត្តរបស់អ្នកឲ្យរីកសុសសាយហើយផ្កាដែលរីកក្នុងចិត្តមិនចេះក្រៀមស្វិតទៅតាមពេលវេលានោះទេវាគឺជាពន្លឺដែលនាំផ្លូវអ្នកក្នុងគ្រាលំបាកនិងជាកម្លាំងចិត្តដែលធ្វើឲ្យអ្នកញញឹមបានទោះបីជាគ្មាននរណាម្នាក់មើលឃើញក៏ដោយចូលកុំប្រៀបធៀបសួនច្បាររបស់អ្នកជាមួយអ្នកដទៃចូលផ្ដោតលើការថែរក្សាផ្កាផ្ទាល់ខ្លួនរបស់អ្នកនៅពេលដែលចិត្តរបស់អ្នកស្រស់បំព្រងអ្នកនឹងក្លាយទៅជាពន្លឺសម្រាប់មនុស្សជុំវិញខ្លួនដោយមិនដឹងខ្លួនកម្លាំងចិត្តដែលពិតប្រាកដបំផុតមិនមែនបានមកពីការស្ដាប់អ្នកដទៃនោះទេតែវាបានមកពីការជឿជាក់លើតម្លៃដែលមានស្រាប់នៅក្នុងខ្លួនអ្នកនេះគឺជាទីបញ្ចប់នៃចម្ពោះដំបូងរបស់យើងប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃដំណើរថ្មីសម្រាប់អ្នកសូមរក្សានៅផ្កាស្លាក្នុងចិត្តរបស់អ្នកឲ្យរីកស្រស់បំព្រងជានិច្ចអរគុណសម្រាប់ការរួមដំណើរជាមួយកំណត់ហេតុផ្កាស្លាក្នុងវគ្គកន្លងមកជួបគ្នានៅចម្ពោះក្រោយៗទៀតជាមួយរឿងរ៉ាវដែលនឹងផ្ដល់កម្លាំងចិត្តដល់ដួងចិត្តលោកអ្នកសូមជូនពរឲ្យលោកអ្នកមានសន្តិភាពក្នុងចិត្ត